ជំងឺផ្លូវចិត្តធ្ងន់ធ្ងរវិកលចរិតវិកលចរិតគឺជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរមួយដែលបង្កឲ្យអ្នកជំងឺពិបាកបែងចែកការពិតនិងភាពស្រមើស្រមៃរបស់ខ្លួនអ្នកជំងឺវិកលចរិតច្រើនតែមានអាកប្បកិរិយាប្លែកខុសពីមនុស្សធម្មតាដោយសារតែអារម្មណ៍រវើយរវាយរបស់ពួកគេដែលចាប់ផ្ដើមពីមួយនារីឡើងទៅពួកគេមានជំនឿខុសប្លែកពីធម្មតាឮសំឡេងឬមើលឃើញនៅអ្វីដែលអ្នកផងទាំងពួងមិនអាចមើលឃើញអាការមនុស្សដែលកើតជំងឺវិកលចរិតគឺ 1. អាកប្បកិរិយាចម្លែកឬកាចសាហាវ 2. បង្កគ្រោះថ្នាក់ឬភាពភ័យខ្លាចចំពោះខ្លួនឯងឬអ្នកដទៃ 3. និយាយច្រើននិយាយតែឯងឬចេញក្រៅផ្ទះដោយគ្មានមូលហេតុ 4. ការថយចុះនៅសកម្មភាពប្រចាំថ្ងៃឬបាត់បង់ទាំងស្រុងអាចនិយាយបានថាគេលែងចង់ធ្វើអ្វីទាំងអស់ 5. សង្ស័យច្រើនទៅលើមនុស្សដែលរស់នៅជុំវិញខ្លួនថាពួកគេប៉ុនប៉ងធ្វើអាក្រក់មកលើខ្លួន 6. មានជំនឿខុសប្លែកពីធម្មតាអួតអាងខ្លួនឯងនិងយល់ថាអ្វីដែលរូបគេធ្វើជាទង្វើត្រឹមត្រូវហើយចាំបាច់ត្រូវតែធ្វើ 7. ឬសំឡេងឬមើលឃើញនៅអ្វីដែលអ្នកដទៃមិនឮឬមិនឃើញការរៀបរាប់ខាងលើជាអាការរបស់អ្នកជំងឺផ្លូវចិត្តធ្ងន់ធ្ងរវិកលចរិតដែលយើងគួរដឹងដើម្បីទុកកត់សម្គាល់និងនៅឲ្យឆ្ងាយពីពួកគេព្រោះភាពមិនប្រក្រតីរបស់អ្នកជំងឺអាចបង្កគ្រោះថ្នាក់ដល់យើងដំណោះស្រាយល្អបំផុតដើម្បីបង្ការខ្លួនឯងពីជំងឺវិកលចរិតគឺសូមលោកអ្នកប្រើប្រាស់ជីវិតឲ្យសប្បាយរីករាយទទួលយកមេរៀននិងបទពិសោធន៍ជីវិតពីមនុស្សនៅជុំវិញនិងខ្លួនឯងផ្ទាល់ក្នុងករណីសង្កេតឃើញថាខ្លួនឯងឬអ្នកដទៃកំពុងតែមានអាការទាំង7យ៉ាងដោយការរៀបរាប់ខាងលើសូមប្រញាប់រុះរាន់ទៅពិគ្រោះជាមួយអ្នកជំនាញចិត្តសាស្ត្រជាមួយគ្នានេះដែរសូមបញ្ឈប់រាល់សកម្មភាពដែលធ្វើឲ្យសត្វអារម្មណ៍របស់យើងចុះខ្សោយដូចជាការសេពគ្រឿងស្រវឹងនិងគ្រឿងញៀនជាដើមព្រោះថាជំងឺវិកលចរិតគឺបណ្ដាលមកពីការចុះខ្សោយនៃប្រព័ន្ធខួរក្បាលក្រៅពីហេតុផលផ្សេងទៀតដូចជាបញ្ហាសង្គមគ្រួសារអាទល់ឲ្យភាពសារធាតុគីមីក្នុងប្រព័ន្ធប្រសាទកណ្ដាលផលប៉ះពាល់ពីសារធាតុគីមីមួយចំនួនជាដើម